ថ្ងៃនេះខ្ញុំមានកម្មវិធីពិសេសចំនួន2ផ្សេងទៀតមកបង្ហាញប្រិយមិត្តទាំងអស់គ្នាដែលវាអាចជួយដោះស្រាយបញ្ហាក៏ដូចជាសម្រួលទៅដល់ការប្រើប្រាស់ទូទៅរបស់អ្នកឲ្យកាន់តែមានភាពងាយស្រួលជាងមុនទី1នោះគឺ SwiftKey Keyboard ជាកម្មវិធីក្តារចុចមួយមានភាពល្បីល្បាញហើយខ្ញុំចូលចិត្តប្រើវាខ្លាំងណាស់គឺប្រើរាប់សិបឆ្នាំទៅហើយតាំងពីជំនាន់ចាស់រហូតដល់ជំនាន់ថ្មីវាមានភាពងាយស្រួលប្រើប្រាស់មែនទែនដោយអាចធ្វើការប៉ាន់ស្មាននៅពាក្យដែលយើងចង់វាយម្ដងជាមួយនឹងល្បឿនដំណើរការបានរហ័សទាន់ចិត្តមិនរអាក់រអួលឡើយពិសេសនោះយើងអាចធ្វើការផ្លាស់ប្ដូរធីមដល់ទៅ18ប្រភេទផ្សេងៗគ្នាដោយ free មិនគិតប្រាក់អ្វីទាំងអស់អញ្ចឹងហើយបើអ្នកធុញនឹងក្តារចុចដដែលអ្នកអាចធ្វើការផ្លាស់ប្ដូរធីមទៅតាម style និងពណ៌ដែលអ្នកចង់បានមួយទៀតនោះគឺទាក់ទងនឹងភាសាក្តារចុចនេះ support ជាមួយក្តារចុចខ្មែរបានយ៉ាងល្អហើយខ្ញុំចូលចិត្តមុខងារនេះខ្លាំងជាងគេព្រោះយើងអាចចូលទៅទាញយកក្តារចុចខ្មែរតាមរយៈកម្មវិធីនេះផ្ទាល់ដោយអ្នកកំពុងឃើញនេះដោយក្នុងនោះមានក្តារចុចទៅតាមភាសាជាច្រើនរាប់មិនអស់ដើម្បីទាញយកក្តារចុចខ្មែរគ្រាន់តែចុចហើយរងចាំជាការស្រេចការប្រើប្រាស់វិញគឺកាន់តែងាយស្រួលដោយគ្រាន់តែអូសឆ្វេងឬស្ដាំត្រង់ចំណុច space នេះដើម្បីផ្លាស់ប្ដូរពីអង់គ្លេសមកខ្មែរហើយពីខ្មែរទៅអង់គ្លេសវិញនិយាយរួមទៅគឺងាយស្រួលប្រើខ្លាំងមែនទែនបើអ្នកសាកទើបដឹងដោយរបៀបប្រើគឺវាប្រើប្រាស់ដូចជា Unicode អញ្ចឹងដែរមួយវិញទៀតនោះគឺ emoji ដែលយើងនឹងទទួលបាន emoji ស្រស់ស្អាតមួយបែបមានច្រើនប្រភេទដូចទៅនឹង emoji ដែលមាននៅលើក្តារចុចផ្សេងៗទៀតដែរកម្មវិធីនេះអាចប្រើប្រាស់បានទាំងនៅលើប្រព័ន្ធប្រតិបត្តិការ Android និង iOS ដែលអ្នកអាចធ្វើការស្វែងរកបាននៅក្នុងទីផ្សារ Electronic Play Store និង App Store ដោយមិនគិតប្រាក់សម្រាប់ខ្ញុំផ្ទាល់ SwiftKey Keyboard ដំណើរការនៅលើ Android បានប្រសើរជាងនៅលើ iOS ដោយនៅលើ iOS វាមិនសូវមានមុខងារទូលំទូលាយដូចទៅនៅលើ Android នោះទេដូច្នេះហើយបើចង់ដឹងថាវាមានភាពងាយស្រួលដល់កម្រិតណានោះកុំភ្លេច download មកប្រើប្រាស់ទាំងអស់គ្នាណា Trickster ចំណែកកម្មវិធីទី2វិញគឺ Reference for Dota 2 សម្រាប់ Android និង Companion for Dota 2 Full សម្រាប់ iOS កម្មវិធីនេះល្អបំផុតសម្រាប់អ្នកលេងហ្គេម Dota 2 ទាំងអស់ដោយនេះអាចស្វែងរកព័ត៌មានជាច្រើនទូទៅរបស់ប្រវត្តិ Hero Skill នីមួយៗ Item និង Clip ជាដើមបន្ទាប់ពី Dota 2 update ឡើងទៅកាន់ version 7.0 រួចមកខ្ញុំសង្កេតឃើញថាកម្មវិធីនេះបានធ្វើការកែប្រែរូបរាងថ្មីទាំងស្រុងនៅលើ Android ដោយយើងទទួលបាននូវរូបភាពច្បាស់ជាងមុនពិសេសនោះគឺ 3 talent របស់ Hero នីមួយៗផងដែរដែលអ្នកអាចស្វែងយល់ទៅលើការបន្ថែមសមត្ថភាពនៅពេល Hero របស់អ្នកឡើងទៅដល់ level 10 15 20 និង 25 ជាដើមជាងនេះទៅទៀតនោះយើងអាចធ្វើការស្ដាប់សំឡេង skill hero នីមួយៗក៏ដូចជា item បានទៀតផងដោយជាសញ្ញានេះពិសេសគឺព័ត៌មានលម្អិតផ្សេងៗជុំវិញការប្រើប្រាស់ skill និង item នីមួយៗឲ្យយើងបានដឹងកាន់តែលម្អិតជុំវិញការកុង skill និង item ជាដើមជាឧទាហរណ៍ដោយ skill ចុងក្រោយរបស់ Faceless White Chrono Speed នេះអញ្ចឹងយើងអាចអានព័ត៌មានទូទៅជុំវិញ cast range duration radius និងមួយចំនួនផ្សេងទៀតជុំវិញការបន្ថែមសមត្ថភាពនៅពេលពាក់ការ៉ែមខៀវជាដើមហើយដើម្បីដឹងព័ត៌មានកាន់តែលម្អិតទៀតនោះយើងអាចចុចមើលត្រង់ចំណុចនេះបានដោយកម្មវិធីនឹងប្រាប់ព័ត៌មានកាន់តែលម្អិតជាច្រើនទៀតរបស់ skill នេះក៏ដូចជាការកុងគ្នាជាមួយនឹង item និង skill ផ្សេងៗទៀតរបស់ hero ដទៃម្យ៉ាងវិញទៀតកម្មវិធីនេះក៏បានប្រាប់អំពី item ដែល hero នីមួយៗត្រូវពាក់ផងដែរដូចទៅនឹង item ដែលតម្រូវនៅក្នុង game ដូចគ្នាហើយបើអ្នកជាអ្នកចាប់ផ្ដើមលេង game Dota 2 ជាលើដំបូងនោះកម្មវិធីនេះអាចជួយឲ្យអ្នកយល់ដឹងច្រើនអំពីការប្រើប្រាស់ skill និង item នីមួយៗនៅក្នុង game ទាំងមូលទៀតផងតែបើអ្នកធ្លាប់បានលេងរាប់សិបឆ្នាំទៅហើយនោះអ្នកក៏អាចធ្វើការតាមដាននៅការកែប្រែមួយចំនួនរបស់ gameplay តាមចំណន់នីមួយៗផងដែរពិសេសអ្នកអាចសិក្សាបន្ថែមជុំវិញព័ត៌មានលម្អិតរបស់ skill hero នីមួយៗនិង item ជាច្រើនទៀតផងដែលល្អបំផុតសម្រាប់អ្នកលេង game Dota 2 ទាំងអស់គប្បីមានប្រើប្រាស់នៅលើ smartphone និង tablet របស់ខ្លួនកម្មវិធីនេះនៅលើ iOS ពុំមានការ update ច្រើននោះទេគឺថានៅលើ Android វាសម្បូរបែបជាងងាយស្រួលប្រើប្រាស់និងពោរពេញទៅដោយព័ត៌មានដែលយើងអាច download ពីទីផ្សារ Play Store និង App Store បានដោយមិនគិតប្រាក់ហើយក៏សង្ឃឹមថា developer នឹងធ្វើការ update កម្មវិធីនេះនៅលើ iOS ឲ្យបានប្រសើរដូចទៅនៅលើ Android ឆាប់ៗខាងមុខនេះអរគុណអ្នកទាំងអស់គ្នាដែលបានចំណាយពេលវេលាទស្សនាវីដេអូបង្ហាញកម្មវិធីខ្លីៗជាមួយក្រុមការងារយើងជួបជាមួយខ្ញុំនាពេលក្រោយទៀតផ្លាស់ប្ដូរបទពិសោធន៍ជីវិតថ្មីជាមួយ Shop House Demo ថ្មីពីគម្រោងថ្មីរបស់បូរីប៉ៃហួតដែលមានតម្លៃត្រឹមតែ$76,800តែប៉ុណ្ណោះបូរីប៉ៃហួតធ្វើឲ្យជីវិតលោកអ្នកកាន់តែមានន័យ